បាទសូមគោរពជម្រាបសួរបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញសង្គមទាំងអស់បាទហើយថ្ងៃនេះខ្ញុំសូមសរុបព័ត៌មានតាំងពីថ្ងៃទី13រហូតមកដល់ថ្ងៃទី14នេះផងដែរតាំងពីខ្ញុំបានចេញដំណើរមកពេលខ្លះពាក្យពេចន៍របស់ខ្ញុំបាទអាចលើសលួសឬខុសឆ្គងក៏សូមអភ័យទោសទុកជាមុនសិនអ្វីដែលសំខាន់ការនិយាយរបស់ខ្ញុំគឺអត់ត្រង់ slow ទេបងប្អូនពេលខ្លះខ្ញុំមានអ្នក follow ជាជនជាតិថៃច្រើនអញ្ចឹងខ្ញុំខ្លាចពួកវាយកទៅប្រែជា translate អញ្ចឹងអាចមានខុសមានត្រូវខ្លះទៅក៏សូមអភ័យទោសដល់បងប្អូនទាំងអស់គ្នាហើយក៏មានបងប្អូនមួយចំនួនជួយ comment ប្រាប់អរគុណមែនទែនបាទអញ្ចឹងតាំងពីម្សិលមិញយើងសរុបតាំងពីថ្ងៃទី13ថ្ងៃដែលខ្ញុំចេញដំណើរមកដល់គឺយើងឃើញថាF16 វានឹងបានកំទេចស្ពាននៅពេលព្រឹកបាទប៉ុន្តែវាមិនទាន់ដាច់ស្ពានតែម្ដងទេគឺវានៅពាក់កណ្ដាលសិនរហូតដល់មកថ្ងៃរសៀលបាទម៉ោង 3:74 ហ្នឹងគឺវាកំទេចតែម្ដងស្ពាននោះបាទកំទេចតែម្ដងបាទមិនឲ្យឆ្លងកាត់បានប៉ុន្តែយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំយើងក៏បានត្រៀមរួចរាល់ជាស្រេចហើយបាទត្រៀមកម្លាំងរួចជាស្រេចដូចគ្នារហូតមកដល់ព្រឹកមិញនេះបាទថ្ងៃទី14តាំងពីម៉ោង 4 ម៉ោង 5 មកគឺរហូតដល់ព្រឹកគឺពួកវាសម្រុកបុកខ្លាំងមែនទែនបាទនៅចំណុចថ្មដាប៉ុន្តែអ្វីដែលសំខាន់ខ្ញុំសូមអរគុណមែនទែនចំពោះវរៈកងទ័ពយើងដែលមោះមុតអង្អាចក្លាហានការពារនឹងទប់ខ្មាំងសត្រូវជាប់តែម្ដងបាទមិនឲ្យវាឈ្លានពានបានទេបងប្អូនទាំងអស់គ្នាហើយយុទ្ធសាស្ត្ររបស់សម្ដេចធិបតីសម្ដេចតេជោលោកពិតជាពូកែមែនទែនបងប្អូនទាំងអស់គ្នាយុទ្ធសាស្ត្រពោះពាត់បាទយុទ្ធសាស្ត្របើកបិទបងប្អូនមួយចំនួនគឺថាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំហេតុអ្វីក៏ស្ងប់ស្ងាត់ម្លេះប៉ុន្តែបងប្អូនមិនមែនទេស្ងាត់តែគិតបានគ្រប់ជ្រុងជ្រោយតែម្ដងដូចជាคลิปវីដេអូមួយពួកថៃវាបានផុសវាស្រែកអាឡេអាឡូថាខ្មែរនៅណាវាហៅអាមែនវាមិនហៅខ្មែរអីមែនហ្នឹងពួកស្អុយអីចឹងទៅជាភាសាថៃបើវាលេងសើចចំអកអញ្ចឹងណាបងប្អូនធៀបពិតគឺទាហានខ្មែរយើងគឺគាត់ស្ដាប់បង្គាប់មេបញ្ជាការមែនទែនគឺនៅស្ងៀមអត់មាត់មួយម៉ាត់ទេបងប្អូនរហូតដល់សត្រូវវាប្រមាថវាដូចថានឹកស្មានមិនដល់បងប្អូនចូលមកងាប់ចូលមកងាប់ច្រើនមែនទែនបងប្អូនរហូតមកដល់ពេលនេះចំនួនអ្នកស្លាប់របស់ទាហានថៃមានទៅដល់រាប់ពាន់នាក់ទាំងរបួសទៀតចូលជាង10000នាក់ណាព័ត៌មានត្រួសណាបងប្អូនមិនតាន់ជាផ្លូវការទេបាទគាត់តែព័ត៌មានត្រួសយើងមិនតាន់សម្រាប់ជាផ្លូវការមួយណាទេហើយអ្វីដែលសំខាន់បងប្អូនទាំងអស់គ្នាថៃវាបានចាប់អាវុធទំនើបប្លែកដែលវាគិតមិនដល់បាទគិតស្មានមិនដល់ថាយើងមានណាសូម្បីតែខ្ញុំបងប្អូនទាំងអស់គ្នាក៏អត់ដឹងដូចគ្នាកម្ពុជាបានអាវុធនឹងមកពីណាវាចាប់បានវាបង្ហាញផតាំងវាឆ្ងល់ជុំអាវុធនេះមកពីណាបាទមកពីចិនលក់ឲ្យពីកាលវាឆ្ងល់វាភ្ញាក់ផ្អើលមែនទែនបងប្អូនបាទវាដូចថាវាអត់ចង់យល់ថាខ្មែរយើងមានអាវុធลึกลับមានអាវុធដែលថាសម្ងាត់ដែលគ្មានអ្នកណាដឹងសំបីតែប្រជាពលរដ្ឋខ្មែរយើងក៏អត់ដឹងដែរហើយមួយទៀតល្ងាចមិញនេះគឺវាបានចោទកម្ពុជាថាយើងមានជនបង្គាប់នៅប្រទេសថៃនៅកន្លែងប្រយុទ្ធនឹងតែម្ដងវាលើស្នូសំឡេង3គ្រាប់ផ្លោងពីថៃទៅថៃដូចគ្នាឥឡូវគេកំពុងតាមដានស៊ើបសង្កេតថាមានជនបង្កប់របស់ខ្មែរយើងដែរទេនៅទីនោះបើតាមអ្វីដែលខ្ញុំគិតបងប្អូនទាំងគ្នាហើយក៏មានព័ត៌មានមួយលហៀងមិនច្បាស់ការណាបងប្អូនគេថាតបសៀមមួយចំនួនកំពុងតែបាក់តបរត់ចោលជួរប៉ុន្តែមេវិជាការវាធំមិនឲ្យរត់កិច្ចពីជួរមុខដាច់ខាតគឺវាអ្នកណាថយគឺវាបាញ់សម្លាប់តែម្ដងអញ្ចឹងនេះជាមូលហេតុមួយដែលធ្វើឲ្យកូនទាហានមួយចំនួនគាត់ខឹងណាបងប្អូនអាចថាខឹងឬក៏ខ្មោចចូលខ្ញុំមិនដឹងទេចំណុចនេះខ្ញុំអត់យល់ទេប៉ុន្តែអ្វីដែលសំខាន់ជំនឿដែលបុគ្គលកាលណាយើងនិយាយជំនឿខ្លាំងពេកគេថាយើងនឹងមនុស្សជឿតែពួកអញ្ចឹងខ្ញុំអត់និយាយអានេះការពិភាក្សារបស់បងប្អូនការគិតរបស់បងប្អូននេះអ្នកជឿក៏ជឿទៅអ្នកមិនជឿក៏អត់ទៅប៉ុន្តែអ្វីការគិតរបស់ខ្ញុំគិតថាវាខឹងព្រោះថាអ្វីដែលសំខាន់ពេលដែលវាចូលទៅសមរភូមិមុខវាគិតថាធៀបពិតមិនមែនកម្ពុជាឈ្លានពានថៃទេដែលឈ្លានពានកម្ពុជា
ព្រោះមករយៈពេលនេះនៅសមរភូមិយើងអត់ដែលទៅចូលវាយលោកចូលដីវាទេគឺវាចូលមករហូតយើងបើកឲ្យចូលប៉ុន្តែចូលមកងាប់ទៅវិញអត់រួចទេបងប្អូនបាទកន្លែងចំណុចនេះហើយដែលធ្វើឲ្យតបថៃមួយចំនួនបាក់ស្បាតខ្លាចកម្ពុជាហើយវរៈកងតបយើងពុតជាខ្លាំងមែនទែនទប់បានល្អមែនទែនបាទហើយសងំក៏បានល្អទៀតធ្វើឲ្យថៃបាក់ស្បាតតែម្ដងចំណុចនេះគឺចំណុចក្តៅរហូតដល់ឥឡូវនេះគេប្រជុំថ្នាក់កម្ពុជារបស់ទាហានសៀមគឺថាគេបរងផ្ដាច់សាំងប្រេងមួយចំនួនជួយឲ្យកងទ័ពអញ្ចឹងគេពងបិទឈូងសមុទ្រថៃនោះកុំឲ្យមានការនាំចូលប្រេងតែទោះជាអ្នកឯងបិទទីនឹងក៏ដោយក៏មិនអាចបញ្ឈប់កម្ពុជាដើម្បីការពារដែនអធិបតេយ្យជាតិរបស់កម្ពុជាបានដែរអញ្ចឹងថៃកំពុងចលាចលច្បុកច្បល់មែនទែនហើយកំពុងគិតថាតបកម្ពុជាក៏ខ្លាំងណាស់យើងចាញ់វាតបអាកាសបងប្អូនខ្ញុំនិយាយត្រង់តបអាកាសយើងគឺចាញ់វាដាច់ស្រាក់ដាច់ខាតហ្មងយើងរាល់ថ្ងៃនេះដោយសារតែដើមឈើទេបងប្អូនមួយចំនួនដែលគាត់លាក់ខ្លួនតបយើងមួយចំនួនលាក់ខ្លួនចិត្តបានល្អមែនទែនមើលចៅពួកអាចៅសៀមមើលខ្មែរយើងមិនឃើញខ្ញុំមិនដឹងថាគាត់ចេះបល័យឬគេថៃទេពួកអាសៀមវាចូលមកវាអត់ឃើញតបកម្ពុជាយើងទេវាថាតបកម្ពុជាយើងស្លាប់អស់ហើយចូលមកក៏ច្រើនមានណាបិទខ្ទប់វឹបជាប់គាំងនៅនឹងបណ្ដោយនេះយុទ្ធសាស្ត្ររបស់ខ្មែរហើយខ្ញុំក៏ជឿថាបងកងទ័ពជើងចាស់មួយចំនួនសម័យមុនខ្ញុំគិតថាគាត់ក៏ចេះដែរមិនអត់ចេះទេយុទ្ធសាស្ត្រគាត់ក៏ចេះមុនអាគមគាត់ក៏ចេះអញ្ចឹងធ្វើឲ្យថៃហ្នឹងឆ្ងល់ថាកម្ពុជាស្លាប់អស់ហើយព្រោះវាទម្លាក់គ្រាប់មែនទែនក្នុងសុសរហូតដល់វាដើររោខ្មែរអត់ឃើញទៅអត់ឃើញវាបក់ដៃហៅគ្នាវាចូលមានណាងើបមកព្រឹបក្រឹបគៀបជាប់ចំណុចត្រង់នេះហើយដែលយើងខ្លាំងបងប្អូនទាំងគ្នាអញ្ចឹងខ្ញុំអត់ហ៊ានថៃអ្វីទេបងប្អូនត្រូវខ្ញុំជឿជាក់ថាថ្នាក់ដឹកនាំយើងសិតតែកំពូលកងទ័ពសិតតែអ្នករៀនយុទ្ធសាស្ត្រកងទ័ពទាំងអស់ត្រូវតែជឿជាក់លើរដ្ឋាភិបាលថ្នាក់ដឹកនាំកម្ពុជាយើងអាវុធចម្លែកផ្លែកជាច្រើនទៀតដែលបងប្អូននឹកស្មានមិនដល់ពេលនេះបងប្អូនមិនបាច់ចាំជឿខ្ញុំទេគាត់ស្ដាប់ទៅលក្ខណៈ50បានហើយជាក់ស្ដែងបងប្អូននឹងឃើញភ្នែកថាកម្ពុជានឹងមានអ្វីប្លែកបន្តទៀតបាទអញ្ចឹងសរុបព័ត៌មាននៅពេលនេះគឺថៃកំពុងតែបាទអាចនឹងសុំចរចាជាមួយខ្មែរឬយ៉ាងណាយើងមិនដឹងទេនេះក៏ព័ត៌មានមួយចំនួនមិនច្បាស់ដែរគាត់ថាអាចវាជាល្បិចវាបង្អាក់ឬក៏រកវិធីអីផ្សេងមួយទៀតដើម្បីកម្ចាត់ខ្មែរយើងដឹងហើយកន្លងមកគឺថៃវាតែងតែប្រើល្បិចគាត់គ្រប់បែបយ៉ាងសម្ដែងល្បិចគាត់គ្រប់បែបយ៉ាងដើម្បីឈ្លានពានកម្ពុជាអញ្ចឹងនៅពេលនេះគឺយើងមិនអាចជឿពួកអស់នេះបានទេប្រុងប្រយ័ត្នគ្រប់ពេលបងប្អូនបាទអញ្ចឹងខ្ញុំចែកបលេខបដិសិនបងប្អូនមានអ្វីប្លែកមានអ្វីព័ត៌មានអ្វីល្អឬអ្វីដែលខ្ញុំអាចចែករំលែកបានខ្ញុំនឹងចែករំលែកបន្តអញ្ចឹងคลิปវីដេអូនេះមានប៉ុណ្ណឹងអរគុណជម្រាបលា